នៅក្នុងថ្នាក់រៀននីមួយៗបរិយាកាសសិក្សារបស់សិស្សនិងការបង្រៀនរបស់គ្រូត្រូវតែមានភាពបត់បែនទៅតាមបរិយាកាសថ្នាក់រៀននោះទន្ទឹមនឹងនោះការប្រើប្រាស់វិធីសាស្ត្របង្រៀនក៏ជាកត្តាសំខាន់មួយដែរតាមបទពិសោធន៍របស់ខ្ញុំការប្រើប្រាស់វិធីសាស្ត្របង្រៀនសិស្សមជ្ឈមណ្ឌលដោយបែងចែកសិស្សជាក្រុមមានលក្ខណៈល្អប្រសើរជាងយើងឧទ្ទេសផ្ទាល់មាត់ច្រើនយើងពិនិត្យមើលតាមរូបភាពយើងមានបន្ត2នៅថ្នាក់1ការពិភាក្សាក្រុមមានអត្ថប្រយោជន៍បង្កើនការគិតវិភាគការពិភាក្សាធ្វើឲ្យយើងមានការគិតជ្រាលជ្រៅនិងមើលពីបញ្ហាផ្សេងៗបានគ្រប់ជ្រុងជ្រោយការពិភាក្សាក្រុមជួយឲ្យយើងអភិវឌ្ឍជំនាញផ្នែកទំនាក់ទំនងជួយឲ្យសិស្សរៀននិយាយការបញ្ចេញមតិឲ្យស្ដាប់មតិអ្នកដទៃនិងគោរពមតិគ្នាការពិភាក្សាក្រុមនេះក៏យើងអាចធ្វើក្នុងថ្នាក់បានពេលខ្លះក៏យើងអាចពិភាក្សាគ្នានៅខាងក្រៅបានដែរបញ្ហាលំបាកខ្ញុំជួបខ្លះប៉ុន្តែមេក្រុមរបស់ខ្ញុំនេះអាចសម្របសម្រួលក្រុមរបស់ខ្ញុំបានល្អមានអត្ថប្រយោជន៍បង្កើនការយល់ដឹងសមាជិកក្រុមអាចផ្ដល់យោបល់និងជួយបញ្យល់គ្នាទៅវិញទៅមកធ្វើឲ្យយើងមេរៀនកាន់តែច្បាស់មុំ AOY ស្មើនឹងមុំ A' O' Y' ខ្ញុំគិតថាលំបាកនៅចំណុចដែលលោកគ្រូរបស់ខ្ញុំបានឲ្យខ្ញុំពិភាក្សា AOY បូកនឹងមុំ XOY ស្មើ180ដឺក្រេមុំជាប់បន្ថែមបង្កើនភាពជឿជាក់លើខ្លួនឯងពេលបាននិយាយមុខមិត្តភ័ក្តិញឹកញាប់ធ្វើឲ្យមានភាពក្លាហាននិងមានទំនុកចិត្តអានេះវាអត់ស្របគ្នាអាមួយទៀតស្របគ្នាបន្ទាត់2គេនិយាយពីករណី2លក្ខខណ្ឌអញ្ចឹងអាបន្ទាត់មិនស្របគ្នាមុំឆ្លាស់ក្នុងមុំឆ្លាស់ក្រៅវាអត់ស្មើគ្នាទេ